ថ្ងៃនេះខ្ញុំបានមកដល់អតីតព្រះរាជដំណាក់នៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរដ្ឋាភិបាលដែលស្ថិតនៅទឹកដីខេត្តស្ទឹងត្រែងហើយបងប្អូនសូមជួយមើលព្រះរាជដំណាក់ដែលមានរចនាបថភាគឦសានតាមការរៀបរាប់របស់លោកអភិបាលក្រុងគឺយើងមើលដំបូលទៅគឺដំបូលទៅមកក្រោមតែម្ដងដែលជាការរចនាបថមួយឲ្យវាមានលំហូរខ្យល់បានចេញចូលល្អហើយព្រះរាជដំណាក់នេះត្រូវបានខូចខាតស្ទើរតែទាំងស្រុងបងប្អូនដោយសារតែការទម្លាក់គ្រាប់បែករបស់កងទ័ពសហរដ្ឋអាមេរិកនៅឆ្នាំ1970ជាងហើយតាមការរៀបរាប់របស់លោកវីរៈវរនីក៏បានឲ្យដឹងផងដែរថាព្រះរាជដំណាក់នេះធ្លាប់បានសម្ដេចព្រះមហាក្សត្រយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនាព្រះអង្គបានមកគង់ប្រថាប់នៅទីនេះម្ដងផងដែរហើយឥឡូវនេះខ្ញុំដំណឹងអំពីលោកអភិបាលក្រុងបានដឹងថាឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានកំពុងតែផ្ដួចផ្ដើមនឹងរៀបចំធ្វើកែលម្អព្រះរាជដំណាក់នេះឲ្យមានវិលទៅរកសភាពដើមស្ទើរតែទាំងស្រុងវិញហើយទុកជាបណ្ណាល័យហើយតាមយើងមើលទៅគឺបងប្អូនអាចឃើញហើយគឺរងការខូចខាតស្ទើរតែទាំងស្រុងអាគារនៅសល់តែដូចជានៅសល់តែគ្រោងឆ្អឹងទេហើយនៅខាងនោះក៏មានអាគារមួយទៀតផងដែរបាទបើមើលទៅតាមភូមិភាពហើយជាផ្ទះបាយតែឥឡូវហ្នឹងលោកកំពុងតែរៀបចំសម្អាតក្របយុទ្ធភ័ណ្ឌនិងធ្វើដីធ្វើអីហ្នឹងព្រោះខ្លាចមានក្របដែលនៅសេសសល់មិនទាន់ផ្ទុះដែលអាចធ្វើឲ្យមានគ្រោះថ្នាក់បានអញ្ចឹងខ្ញុំសូមនាំប្រិមិត្តទៅទស្សនាពីមុខនៃចំនៃព្រះរាជដំណាក់នេះតែម្ដងបងនេះគឺជាទស្សនវិជ្ជាចំពីខាងមុខនៃព្រះរាជដំណាក់ហើយយើងមើលទៅខាងក្រោយទៅដីធំមែនទែនដែលខាងគណៈគ្រប់គ្រងនៃខេត្តបានរៀបចំឲ្យទុកដើមឈើទាំងអស់និងបន្ថែមនៅដើមឈើថ្មីនៅពេលដែលរៀបចំដីបានស្អាតហើយលបងនេះបានកសាងឡើងនៅឆ្នាំ2018ហើយក្រោយពីឯកឧត្តមសសុពុត្រាបានអញ្ជើញមកជាអភិបាលខេត្តនៅក្នុងខេត្តស្ទឹងត្រែងនេះលោកក៏បានចាប់ផ្ដើមផ្ដួចផ្ដើមឲ្យមានការជាគម្រោងនៃការកែលម្អឬក៏ធ្វើឲ្យព្រះរាជដំណាក់នេះទៅជាមានសភាពដើមវិញហើយគម្រោងនៃការធ្វើនោះគឺអាចនឹងមានថែមអគារមួយបន្ថែមទៀតដែលជាព្រះរាជបណ្ណាល័យហើយនឹងជួសជុលអគារ2ដែលនៅសេសសល់គូបញ្ជាក់ផងដែរថាព្រះរាជដំណាក់នេះគឺព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គតែងតែមកគង់ប្រថាប់ជាញឹកញាប់ព្រោះអីនៅក្នុងខេត្តស្ទឹងត្រែងនេះព្រះអង្គបានបង្កើតតំបន់និគមជនមួយដែលមានឈ្មោះថាអូស្វាយដែលព្រះអង្គបានព្រួយផ្ដើមឲ្យប្រជាជនទៅរស់នៅទីនោះហើយបានប្រទានដីស្រែគោក្របីដើម្បីប្រកបរបរចិញ្ចឹមជីវិតដើម្បីឲ្យមានសហគមន៍មួយកើតឡើងនៅទីនោះហើយបច្ចុប្បន្ននេះគឺតំបន់អូស្វាយនោះបានមានឈ្មោះថាជាស្រុកអូស្វាយសែនជ័យជាមួយយោបល់យកការនៅទីតាំងនេះគឺជាព្រះដំណាក់ចាស់ដែលកសាងឡើងដោយព្រះមហាវីរក្សត្ររបស់យើងព្រះបរមរតនកោដ្ឋដែលជាស្នាព្រះហស្ថរបស់ព្រះអង្គហើយឥឡូវនេះទីតាំងនេះត្រូវបានឧត្តមសសុពុត្រាក្រោមការព្រួយផ្ដើមរបស់លោកហើយមានកិច្ចសហការពីមជ្ឈមណ្ឌលឯកសារកម្ពុជារបស់ឧត្តមឆាំងយុដែលជាឯកអគ្គរដ្ឋទូតកតកាល័យព្រះមហាក្សត្រលោកស្នើទៅសម្ដេចព្រះមហាក្សត្រីនៅក្នុងការជួសជុលទីនេះឡើងវិញហើយប្រែក្លាយព្រះដំណាក់ចាស់នេះទៅជាព្រះរាជសារមន្ទីរវិញហើយក្នុងនោះគម្រោងនៃការជួសជុលគឺយើងបានចាប់ផ្ដើមបណ្ដាហើយនឹងអនុវត្តនៅពេលខាងមុខហើយគោលបំណងនៃការរៀបចំទីនេះគឺដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋរបស់យើងហើយទី1ទី2គឺយើងទុកគេដំណើរប្រវត្តិសាស្ត្រនៅក្នុងខេត្តស្ទឹងត្រែងនេះឲ្យមានភាពគង់វង្សសម្រាប់តចំនួនទៅមុខទៀតសម្រាប់ការជួសជុលនេះគឺទី1យើងជួសជុលអគារដែលមានស្រាប់ចំនួន2អគារគឺដោយដែលយើងបានឃើញនៅទីនេះហើយទី2គឺយើងរៀបចំអគារថ្មីមួយទៀតនៅផ្នែកខាងក្រោយនោះ
ដែលយើងហៅថាជាអគារបែបសហសម័យមានន័យថាជាអគារពហុបំណងជាទីតាំងសិក្សាស្រាវជ្រាវផងហើយជាអាចជាសាលសម្រាប់ប្រជុំក៏បានអីក៏បានហើយទីនេះគឺគោលបំណងរបស់យើងគឺចង់ភ្ជាប់កម្ពុជារបស់យើងទៅនឹងតំបន់អាស៊ានតែម្ដងព្រោះបើយើងសិក្សាពីប្រវត្តិនៅទីតាំងនេះមានន័យថាទីតាំងនេះក៏ធ្លាប់ទទួលអិសរាជជនកម្ពុជាដែលចូលមកកម្ពុជាតាមរយៈព្រះមហាក្សត្រដែលលោកយាងមកទីនេះក៏មានទាំងអ្នកការទូតទាំងអ្នកនយោបាយផ្សេងៗក៏ធ្លាប់មកទីនេះអញ្ចឹងយើងចង់រំលឹកអ្វីដែលសម្ដេចបានបង្កើតឡើងហើយរៀបចំទីនេះឲ្យមិនត្រឹមតែសម្រាប់ខេត្តសង្ត្រែងទេគឺសម្រាប់កម្ពុជាដើម្បីភ្ជាប់ទីនេះទៅនឹងតំបន់របស់យើងតែម្ដងហើយដល់ឡែកការកសាងជួសជុលឡើងវិញនេះទំហំថវិកាក៏ដូចជារយៈពេលនៃការសាងសង់គឺមជ្ឈមណ្ឌលឯកសារកម្ពុជាគាត់ជាអ្នកគ្រប់គ្រងគម្រោងនេះផ្ទាល់ហើយរដ្ឋបាលខេត្តក្រោមការសម្របសម្រួលរបស់អាដាមសសុពុត្រាគឺយើងសម្របសម្រួលផ្ដល់នៅភាពងាយស្រួលគ្រប់បែបយ៉ាងដើម្បីឲ្យក្រុមខាងមជ្ឈមណ្ឌលឯកសារកម្ពុជាគាត់អាចចូលមកជួសជុលបានអញ្ចឹងទំហំនៃថវិកាយើងអត់អាចដឹងបានទេបាទអញ្ចឹងពេលវេលាក៏អត់ដឹងដែរពេលវេលាគឺនៅចុងខែ5នេះគឺក្រុមវិស្វករក៏ដូចជាក្រុមជាងគាត់នឹងចាប់ផ្ដើមចូលមករៀបចំជួសជុលហើយឥឡូវនេះទី1គឺយើងកំពុងតែសម្អាតមែនទេពីមុនគឺវារៀងពិបាកមានព្រៃមានអីយើងចាប់ផ្ដើមសម្អាតខឿនសម្អាតទីតាំងហើយយើងសិក្សាជាមួយនឹងក្រុមហ៊ុនសំណង់មួយចំនួនតែនៅក្នុងស្រុកតែនៅក្រៅស្រុកដើម្បីធ្វើការវិភាគទៅលើសំណង់ដែលនៅខាងក្រៅនេះថានៅពេលដែលយើងជួសជុលរួចតើធានានិរន្តរភាពនៃការគង់វង្សរយៈពេលប៉ុន្មានអញ្ចឹងបើរយៈកាលក្រោយពីការជួសជុលវាមានរយៈពេលខ្លីពេកក៏យើងធ្វើការពិចារណាដែរនៅក្នុងការជួសជុលអញ្ចឹងយើងកំពុងសិក្សាក្នុងឥឡូវនេះគឺយើងកំពុងតែជំហានទី1យើងកំពុងតែកម្ចាត់កណ្ដៀដែលវាឡើងតាមជាងឡើងអីគ្រប់បែបយ៉ាងទី2គឺយើងកំពុងតែរៀបចំផ្ទៃដីនេះបោះសម្អាតក្របមិនតាន់ទុះមានន័យថាដោយសារតំបន់នេះគឺជាតំបន់ដែលគេទម្លាក់ក្របបែកសម័យព្រះបរមរានកោដ្ឋនៅសម័យចិត្តដីគឺទីនេះคล้ายទៅជាចំណុចនៃការទម្លាក់ក្របបែករបស់តបមកជាហ៊ានទៀតដែលមាននៅការប្រឆាំងជាមួយសម្ដេចឪអញ្ចឹងវាអាចមានក្របមិនតាន់ទុះសារយុទ្ធភ័ណ្ឌតាន់ទុះនៅលើផ្ទៃដីច្រើនប៉ុន្តែឥឡូវយើងបានធ្វើការសម្អាតរួចរាល់ហើយបងតើទីតាំងនេះបានទុកចោលប្រហែលឆ្នាំហើយបើនិយាយជារួមខ្ញុំក៏ក្មេងជំនាន់ក្រោយដែរតាមដែលយើងដឹងថាទីតាំងនេះគឺអាចកសាងនៅក្នុងទសវត្សរ៍ឆ្នាំ60អាចក្នុងឆ្នាំ63ដល់67អីចន្លោះហ្នឹងហើយក្រោយមកស្រុកទេយើងមានសង្គ្រាមឆ្នាំ70ចាប់ពីពេលហ្នឹងមកតំបន់នេះក៏ត្រូវបានគេទុកចោលរហូតមកហើយយើងអត់មានលបងមានអីទេរហូតមកដល់ក្រោយមកទើបយើងសាងសង់របងនេះដូចជានៅក្នុងឆ្នាំ2018បាទយើងគ្រាន់តែធ្វើការសាងសង់របងទេយើងអត់ទាន់មានការថែទាំលើអគាររបស់យើងទេរហូតមកដល់អាដាមសសុពុត្រាលោកអញ្ជើញមកក៏មានការរៀបចំគិតគូរនៅក្នុងការប្រែក្លាយអ្វីដែលជាទឹកតាងប្រវត្តិសាស្ត្រឲ្យក្លាយទៅជាគេដំណើរសម្រាប់មនុស្សជំនាន់ក្រោយហើយនៅទីនេះគោលបំណងនៃការសាងសង់គឺយើងពេលដែលសាងសង់រួចគឺយើងនឹងរៀបចំឲ្យទៅជាបរិសរមន្ទីរដើម្បីដាក់ពិព័រណ៍អចិន្ត្រៃយ៍នៅព្រះរាជបូជនីយកិច្ចរបស់ព្រះមហាក្សត្រក្នុងការទាមទារឯករាជ្យផងហើយនឹងសកម្មភាពសកម្មភាពរបស់ព្រះអង្គនៅលើទឹកដីភូមិភាគឦសានរួមទាំងការទទួលអ្នកការទូតនិងអ្នកនយោបាយផ្សេងៗដែលមានរូបភាពសេះសល់ពីជំនាន់មុនមកយើងនឹងដាក់តាំងនៅទីនេះហើយកន្លែងនេះអាចធ្វើជា office ផងហើយជាកន្លែងដាក់តាំងផងហើយសាលដែលយើងកំពុងតែកសាងខាងក្រោយវាคล้ายទៅជាសាលពហុបំណងសម្រាប់យុវជនរបស់យើងហើយអាចមានយើងអាចធ្វើ camping អីនៅលើនឹងបានព្រោះ landscape ដែលយើងរៀបចំគឺក្នុងគោលបំណងបែបហ្នឹងដើមឈើទាំងអស់គឺរក្សាទុកហើយយើងចាប់ផ្ដើមដើមឈើថ្មីនិយាយរួមយើងចង់ជាគោលគំនិតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចង់ធ្វើកន្លែងនេះដូចផ្លូវលំប្រសេនុផ្លូវលំហូជីមិញដែលគេតស៊ូមានព្រៃមានអីសម្រាប់ធ្វើជំរំចម្រោកសម្រាប់យុវជនអាចគាត់មកបោះតង់បោះអីបានល្អណាស់បងអរគុណច្រើនអរគុណច្រើន